បាទជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចេញមកចែករំលែកបងប្អូនអំពីវិធីចៀនត្រីជូរអែមបងប្អូនចៀនត្រីជូរអែមនេះត្រីអីក៏បានដែរបងប្អូនតែក្នុងវីដេអូនេះខ្ញុំយកត្រីទក់គឺត្រីទក់ធំៗយើងហ្នឹងហើយជាជំហានដំបូងគឺយើងលាយទឹកត្រីជូរអែមទៅមកទឹកត្រីជូរអែមនេះផងដែរគឺមានខ្ទឹមសខ្ទឹមក្រហមហើយជាពិសេសនោះម្ទេសបងប្អូនក៏ប៉ុន្តែសម្រាប់ក្នុងវីដេអូនេះគឺខ្ញុំធ្វើសម្រាប់មនុស្សចាស់ចឹងអត់ប្រើម្ទេសទេបងប្អូនបាទហើយយើងបុកវាឲ្យម៉ត់ចូលគ្នាហើយលាយស្ករប៊ីចេងច្របាច់ក្រូចឆ្មាច្របាច់អីរួចរាល់ចឹងមកបាទបន្ទាប់ពីយើងលាយស្ករប៊ីចេងហើយច្របាច់ក្រូចឆ្មាច្របាច់អីរួចរាល់ហើយយើងកូរវឹកវាឲ្យស្ករប៊ីចេងនិងក្រូចឆ្មាហ្នឹងវាមានរសជាតិចូលគ្នាមកកូរវឹកវាមកស្ទុះចឹងបងប្អូនដើម្បីឲ្យជាតិវាចូលគ្នាតែមួយចឹងបងប្អូនហើយបន្ទាប់ពីយើងកូរវាមកស្ទុះហើយយើងភ្លក់រសជាតិវាមើលបងប្អូនរីឯរឿងរសជាតិវិញសាប្រៃជូរអែមយ៉ាងណាគឺថែមថយសាច់ទៅលើចំណង់ចំណូលចិត្តរបស់យើងណាបងប្អូនបាទបន្ទាប់ពីយើងរៀបចំទឹកត្រីជូរអែមរបស់យើងរសជាតិសមល្មមទៅតាមតម្រូវការរបស់យើងរួចរាល់ហើយគឺយើងទុកវាមួយឡែកសិនបងប្អូនហើយយើងមកចាប់រៀបចំត្រីរបស់យើងវិញត្រីរបស់យើងគឺយើងហាន់ជាចំណិតស្ដើងមុំតែយើងស្រួលបំពងរហ័សឆ្អិនអញ្ចឹងបងប្អូនហើយបន្ទាប់មកយើងក៏ដាក់ខ្លាញ់និងខ្ទះដើម្បីចាប់ដើមបំពងត្រីយើងវាឯការបំពងត្រីហ្នឹងគឺយើងបំពងយកឲ្យឆ្អិនតែម្ដងបងប្អូនព្រោះអីងាយស្រួលនឹងយើងចាក់ទឹកត្រីជូរអែមយើងពីលើមកគឺរួចស្រេចតែម្ដងអត់យើងអត់មានហត់ថែមថយគ្រឿងក្រូចអីទៀតទេព្រោះអីយើងថែមថយរសជាតិទៅនឹងទឹកត្រីរបស់យើងរួចរាល់ហើយមកហើយយើងចៀនត្រីឲ្យវាឆ្អិនល្អតែម្ដងហើយចំណែកត្រីគឺយើងហាន់ស្ដើងៗហ្មងអញ្ចឹងងាយស្រួលក្នុងការបំពងហាស់ឆ្អិនទេបងប្អូនយើងត្រឡប់តាសងខាងនេះម្ដងខាងនោះម្ដងគឺឆ្អិនរួចស្រេចតែម្ដងបងប្អូនបន្ទាប់ពីយើងបំពងត្រីឆ្អិនហើយយើងដួសត្រីដាក់ស្រង់ទុកក្នុងចានជាមួយឡែកសិនបងប្អូនបាទត្រីយើងក៏ចៀនឆ្អិនហើយយើងក៏បានស្រង់ដាក់ចានទុកមួយឡែករួចរាល់ហើយយើងចាប់ដើមចាក់ខ្លាញ់ចាស់ចោលហើយយើងដាក់ខ្លាញ់ថ្មីចូលមកដើម្បីយើងឆាទឹកត្រីជូរអែមរបស់យើងបងប្អូនហើយនៅពេលដែលយើងឆាទឹកត្រីជូរអែមយើងឲ្យវាឈ្ងុយបន្តិចហើយយើងក៏ចាប់ដើមដាក់ត្រីចូលចំណែកទឹកត្រីបងប្អូនយើងឆាអត់យូរទេឆាគ្រាន់តែវាមានក្លិនរាងឈ្ងុយបន្តិចមកគឺបានហើយបងប្អូនយើងអាចដាក់ត្រីចូលបានហើយបន្ទាប់មកយើងត្រឡប់ត្រីជាមួយនឹងទឹកត្រីយើងនឹងឲ្យវាចូលគ្នាមកហើយដាក់មកវាមួយផ្លេតមួយសន្ទុះមកបងប្អូនដើម្បីឲ្យទឹកត្រីនឹងវាចូលជាតិជាមួយនឹងសាច់ត្រីមកគឺជាការរួចរាល់ហើយបងប្អូនបន្ទាប់ពីយើងឆាត្រីចូលត្រឡប់ជាមួយនឹងទឹកត្រីរបស់យើងឲ្យវាចូលជាតិគ្នាហើយយើងទុកចោលមួយសន្ទុះទៅបងប្អូនទុកដើម្បីឲ្យវាចូលជាតិជាមួយនឹងទឹកត្រីជាមួយនឹងសាច់ត្រីហ្នឹងបងប្អូនហើយបន្ទាប់មកយើងក៏ចាប់ដើមត្រៀមចានដើម្បីដួសដាក់ចានបងប្អូនរីឯរបៀបចៀនត្រីជូរអែមគឺអត់មានអីពិបាកវែងឆ្ងាយទេបងប្អូនគឺមានតែប៉ុណ្្នឹងជាការរួចស្រេចហើយមកមុខហើយបងប្អូនបើបងប្អូនណាចូលចិត្តក៏អាចយកទៅធ្វើតាមបានមុខម្ហូបមួយមុខនេះគឺភ្លេចរៀបរាប់ប្រាប់បងប្អូនមួយមុខទៀតបងប្អូនគឺស្លឹកខ្ទឹមយើងហាន់រៀងល្អិតៗបងប្អូនដាក់រោយពីលើដើម្បីបន្ថែមពណ៌សម្បុរហើយនិងរសជាតិឈ្ងុយឆ្ងាញ់ផងដែរបងប្អូនក៏ប៉ុន្តែក្នុងវីដេអូនេះខ្ញុំអត់បានរោយនៅក្នុងឆ្នាំងនៅពេលដែលយើងចម្អិនទេខ្លាចលោស្លឹកខ្ទឹមវាឆ្អិនចូលពេកនៅពេលដែលយើងដួសដាក់ចានហើយទៅបានរោយពីលើអាហ្នឹងបានវានៅសម្រស់ស្រស់ស្អាតល្អបងប្អូនសម្រាប់មុខម្ហូបចៀនត្រីជូរអែមនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនក៏សង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូមួយនេះហើយកុំភ្លេចជួយចុច like និង comment អ្នកមួយដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូជាបន្តទៀតផងបាទសូមអរគុណសូមជម្រាបលាហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូមួយនេះហើយដើម្បីចែកជូនដល់បងប្អូនយើងបានទស្សនាកម្មទៅច្រើនសូមជួយចុច share អ្នកមួយដើម្បីជាកម្លាំងចិត្តក្នុងការផលិតវីដេអូជាបន្តទៀតផងបាទវីដេអូនេះក៏មានតែប៉ុណ្្នឹងសូមអរគុណបងប្អូនដែលស្រឡាញ់រាប់អាននិងតាមដានទស្សនាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណ